សួស្តីអ្នកនាង វីដេអូនេះខ្ញុំមកធ្វើការ update លេខនៅ canal នៅក្នុង CRM 9 ដែលជាដំបូងធ្វើការ search version របស់ canal យើងសិនមក uname.org ហើយនេះគឺជា version canal របស់ខ្ញុំហើយមកធ្វើការ update package វាទៅគឺខក command sudo dnf update .y ថងកន្លែង update ហ្នឹងវារៀងយូរបន្តិចចាំធ្វើការ skip សិន skip record សិនតោះបានធ្វើការ download តាម wget ហើយដាក់ link នេះចូល copy មកវាចូលទៅ enter អូខេrồi down ហើយតោះបានធ្វើការទៅយក dependency របស់វាចំនួន2ទៀតលុបធំនេះមក copy ហើយផាសវាចូលទៅ enter មកធ្វើការ download មួយទៀតចំពោះlink នេះខ្ញុំនឹងដាក់នៅក្រោម description របស់ខ្ញុំតោះបានធ្វើការ install ទាំង dependency និង canal ដោយប្រើ command sudo rpm ច្រឡំ rpm .ivh canal .ml.6 type ឲ្យមកនេះ command មួយនេះហើយធ្វើការ enter អូខេបន្ទាប់មកធ្វើការ download មួយទៀត canal.ml.c core នេះធ្វើការ enter សម្រាប់ធ្វើការ download module មួយទៀតកន្លែងធ្វើការរងចាំផ្លែណាគ្នាកន្លែងនេះយើងត្រូវ download dependency មុនហើយចាំ download canal តាមក្រោយអ្នក download អានេះក្រោយគេអ្នកដំបូងខ្ញុំ command វាដំបូងគេដល់ពេលទៅវា error ដោយសារ file dependency អញ្ចឹងយើងត្រូវការ download dependency មុនហើយបាន download canal តាមក្រោយនេះ dependency ទី1ទី2ហើយនេះ download canal គេធ្វើមកគេឥឡូវ down រួចរាល់ហើយតោះមកធ្វើការ reboot វាទៅអូខេបន្ទាប់ពី reboot ហើយធ្វើការចូលទៅមើលការ login ជា root អូខេហើយធ្វើការ បើcommand uname.org ហើយនេះគឺជា version ថ្មីដែលយើងបាន download ណា
តមកយើងធ្វើការប្រួតដើម្បីឲ្យវាស្គាល់កណែថ្មីដែលយើងបាន download នេះយើងធ្វើការចូលទៅកាន់កណែដើម្បីឲ្យ index របស់វា sudo Gramby .info ស្មើ O ហើយ grab យកតែE កណែ index ចា enter មកកន្លែងនេះធ្វើ laptop clear មិនដោយសារកន្លែងនេះគេ CL ធំតែខ្ញុំ CL តូចអញ្ចឹងវា error តែបើយើងដាក់ L តូចមិនវា error នេះវាស្គាល់ដល់ពេលដាក់ L ធំវាស្គាល់ហើយការ clear សិននេះហើយជានេះគឺជាកណែ version ចុងក្រោយគេមិញដែលយើងបាន download ឥឡូវធ្វើការតមកធ្វើការ set វាទៅកណែណាទៅជា default របស់យើងទៅមិន sudo Gramby set default UAURT index ស្មើ0ព្រោះ index 0នេះគឺជា index គឺជា version ចុងក្រោយដែលយើងបានដាក់ enter មកតមកធ្វើការ reboot again អូខេបន្ទាប់ពី reboot ហើយធ្វើការទៅមើល version វាអស់គ្នា unam.org អូខេអានេះគឺជា version ថាបើយើងចង់ក្រោយហើយសម្រាប់link download នេះតែខ្ញុំធ្វើជា PDF ហើយដាក់ជា drive ដើម្បីឲ្យអ្នកគ្នាអាចចូលទៅ copy វាក្នុងការយកមក download បានអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងទេអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូមួយហ្នឹង